Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងព្រេងនិទានទេវតាបុរាណឈិនម៉ូនៅភាគទី75បន្តទៀតពីនេះដែរគឺការតែញាក់សាជាថាអ្នកនេះនឹងបានប្រទះជាមួយនឹងឈុតឆាកដែលគូឲ្យព្រឺរោមជាច្រើនទៀតដូច្នេះកុំឲ្យខាតពេលយូរជើងជុំបកសាច់រឿងរបស់យើងតែម្ដងទៅចាប់ផ្ដើមជាមួយនឹងសាច់រឿងរបស់យើងដំបូងខណៈពេលនោះគឺយើងក៏បាននិយាយទីថាមិត្តសម្លាញ់ទាំង4រូបពួកយើងនឹងស្វែងរកនូវសន្តិភាពដើម្បីពិភពមួយនេះសងប៊ូសានរួមជាមួយនឹងអ្នក4រូបទៀតក៏បានឈ្មោះទៅរកឈិនម៉ូតែម្នាក់ឯងដើម្បីផ្ដាច់ជីវិតចំណែកឈិនម៉ូវិញក៏បានកោះហៅនៅអតិថិបិសាចខ្លាឃ្មុំរបស់ខ្លួនឲ្យចេញមកហើយគាត់នឹងធ្វើការបូជាពួកវាទាំង5រូបទៅឲ្យស្ដេចខ្លាឃ្មុំបិសាចផងដែរវាងើបឡើងជាមួយនឹងកម្ពស់រសានខ្ពស់លើកនៅដៃទាំងពីរទះមួយផាំងថ្មពលដូចជាលហិតក៏បានផ្ទុះឡើងឈិនម៉ូគិតថាគឺជាការហើយក៏បានជាលើខ្នងរបស់ឡុងផាំងចាក់ចេញពីទីនេះសាន់ពូគិតថាឈិនម៉ូកំពុងតែរត់គេចខ្លួនហើយដេញតាមពីក្រោយខណៈពេលនោះដែរក៏អតិថិបិសាចខ្លាឃ្មុំក៏បានចូលមករាំងផ្លូវវាក៏បានលើកដៃទះទៅមុខមួយផាំងបំបុកនៅរាងកាយជាមួយនឹងស្រមោលនៃព្រលឹងហោះទៅហោះមកធ្វើឲ្យវារៀងអកសើបន្តិចតែនៅតែមិនអាចគេចផុតពីបាតជើងដ៏ធំរបស់បិសាចខ្លាឃ្មុំដដែលក៏ត្រូវបំពងខណៈពេលនោះក៏សមាជិកផ្សេងទៀតប្រជាស្រីដែលមានឈ្មោះថាសាន់រិនហោះចូលទៅវាលើកកណ្ដាប់ដៃដាល់ទៅខាងមុខគឺចាស់នេះប្រើប្រាស់នៅដៃរបស់ខ្លួនជ្រៀកនៅដៃខាងស្ដាំរបស់បិសាចខ្លាឃ្មុំស្រូបទាញនៅជើងទម្លាក់ទៅខាងក្រោមធំពូជពេកនេះដូចជាទឹកអញ្ចឹងដកនៅដាវមួយក៏ហៅនៅទឹកជាមួយនឹងហ្វូងនៃត្រីជាច្រើនរុំរាងកាយចំណែកសង្ឃប៊ូសានគឺចាប់ផ្ដើមសូត្រនៅវេទមន្តលេចចេញនៅស្ទាប់នៃផ្កាយឈោកជាមួយនឹងអក្សរសិល្ប៍ជាច្រើនព័ទ្ធជុំវិញរាងកាយរបស់បិសាចខ្លាឃ្មុំផងដែរគិតថាជាការល្អកញ្ចាស់គូយើរួមជាមួយនឹងសមាជិកដទៃក៏បានចាប់ផ្ដើមវិភាគព្រមគ្នាដាក់យកគ្មានបណិតដែររួមជាមួយនឹងវ៉ាន់ស៊ូផងដែរការវិភាគកាន់តែខ្លាំងក្លាឡើងចំណែកឈិនម៉ូក៏បានរត់មកដល់កន្លែងមួយគាត់ក៏រៀងអកសើបន្តិចក៏បានឃើញទស្សនវិជ្ជានៃការប៉ះគ្នាយ៉ាងខ្លាំងអតិថិបិសាចចាប់ផ្ដើមស្រូបនៅធម្មពលក្រឡោះហិតមួយយ៉ាងចូលទៅក្នុងមាត់របស់ខ្លួនដែលធ្វើពួកវាពិបាកទប់លំនឹងកម្លាំងនៃការស្រូបខ្លាំងក្លាមែនទែនឈិនម៉ូឃើញបែបនេះក៏ព្យាយាមហក់ឡើងលើអាកាសបន្តិចចាប់ផ្ដើមសូត្រនៅវេទមន្តអ្វីមួយយ៉ាងបន្ទាប់មកក៏បានប្រើប្រាស់នៅអក្សរនៃវេទមន្តទាំងអស់នោះចាប់ទាញនៅថ្មជាច្រើនពិសេសខ្លាំងក៏បានបញ្ចេញនៅធម្មពលយ៉ាងខ្លាំងមកវិញការវិភាគនៃបិសាចមេឃាយ៉ាងខ្លាំងក្លាបំផ្ទុះនៅរាងកាយពួកគេខណៈពេលនោះឈិនម៉ូក៏បានលើកនៅផ្ទាំងថ្មជាច្រើនដើម្បីរាំងផ្លូវក៏បានបន្តដំណើរទៅខាងមុខទៀតថ្មនោះក៏បានកប់ពួកវាជាប់នៅទីនោះតែពួកវាក៏អាចរើបំរាខណៈពេលនោះឈិនម៉ូក៏បានរត់ទៅកាន់តែឆ្ងាយចំណែកធម្មពលរបស់បិសាចខ្លាំងក៏បានហូរចុះអស់ជាច្រើនតែគូសោកស្ដាយដែលវាមិនអាចសម្លាប់នៅពួកវាទាំង5រូបបានតែយ៉ាងហោចណាស់វាក៏បានជួបជាមួយនឹងអតិទេពទូធានដែលជាម្ចាស់របស់ខ្លួនតែពេលនេះគឺគួរអាណិតខ្លាំងមែនទែនវាបែរជាគិតថាមេដឹកនាំរបស់វាគ្រាន់តែជាអតិទេពបិសាចដែលអត់ប្រយោជន៍ម្នាក់ដែលជារួចរាងកាយក៏បានរលាយហូរទៅតាមកម្លាំងនៃធម្មពលអស់នោះទៅអ្នកហ្វឹកហាត់តាទាំង4ក៏បានងើបចេញពីគំនរនៃព្រិលទាំងអស់នោះម្នាក់សុទ្ធតែរងរបួសគ្រប់គ្នាដោយវាគិតថាមេបិសាចតូចម្នាក់នេះពោពេញទៅដោយល្បិចជាច្រើនចុងក្រោយនៅតែធ្វើវានឹងរបូតទាល់តែបានកលេចទៅកាន់កញ្ចាស់គូយើក៏រងរបួសយ៉ាងធ្ងន់ធ្ងរវ៉ាន់ស៊ូក៏បានចុចជីបចរដើម្បីខាត់ឈាមគូយើក៏បាននិយាយទៀតថាជីវិតរបស់មនុស្សប្រៀបបានដូចជាស្លឹកឈើក្រៀមស្វិតមួយអញ្ចឹងមិននឹកស្មានថាត្រឹមតែមួយថ្ងៃត្រូវធ្លាក់ចូលនរកបែបនេះលឿនដែលមិនអាចទូទីដឹងជាមុននោះទេហើយវាគ្រាន់តែសុំឲ្យអ្នកកូនយមតាទាំង4រូបត្រូវតែសម្លាប់នៅអបិសាចនោះឲ្យបានវ៉ាន់ស៊ូក៏បានសន្យាផងដែរសូមឲ្យលោកទៅកាន់សុគតិភពមិនយូរនោះទេពួកវានឹងបញ្ជូននៅកូនបិសាចទៅជួបជុំគូយើនៅឯឋាននរកហើយវាគិតថាឈិនម៉ូមិនទៅណាឆ្ងាយនោះទេមានអ្នកខ្លាំងជាច្រើនដែលរងចាំឈិនម៉ូនៅខាងមុខបើឈិនម៉ូបន្តទៅខាងមុខមានតែធ្លាក់ចូលទៅក្នុងអន្ទាក់តែប៉ុណ្ណោះឈិនម៉ូក៏បានបើកនៅផែនទី1ពិនិត្យមើលដល់ដឹងទីថាផ្លូវទៅខាងមុខគឺជាផ្លូវដែលគាត់ត្រូវតែត្រឡប់ទៅកាន់រូនអស្ចារ្យវិញពួកវាសិតតែដឹងអំពីផ្លូវដែលឈិនម៉ូនឹងឆ្លងកាត់ហើយច្រកមួយគេហៅថាច្រក Miss Chui ដែលពោពេញទៅដោយការវិឆ្មក់យ៉ាងច្រើនក៏បាននឹកគិតទៅដល់ការសន្ទនាមួយដែលឈិនម៉ូចង់ឆ្លងកាត់នៅច្រកទ្វារភ្នំហើយឈិនម៉ូត្រូវតែឆ្លងកាត់នៅឯជួរភ្នំមួយគេឲ្យឈ្មោះថាឈិនទួនរំលឹកទៅកាន់200ឆ្នាំមុនពេលសកម្មពួកគេគឺដំណើរការយ៉ាងរលូនថាទម្អាយបំផ្លាញនៅបច្ចិនជីរួមជាមួយនឹងចលងភ្នំស្ពានគូជីតែផ្លូវនោះគឺជាផ្លូវដែលបោះបង់ចោលយូរណាស់មកហើយអាចជាពិបាកក្នុងការស្វែងរកជាខ្លាំងអញ្ចឹងទៅឈិនម៉ូក៏បានសម្រេចចិត្តភ្លាមប្រាប់ទៅកាន់ឡុងផាំងទៀតថាពួកយើងនឹងទៅកាន់ស្ពានគូជីតែម្ដងពួកគេក៏បានឆ្លងកាត់នៅភូមិមួយក៏បានឃើញនៅឆ្កែមួយក្បាលព្រោះពួកគេពីចម្ងាយ
ហូលីនអឺនឹងក៏អស់សំណើក៏បានព្រោះតបវិញតែឈិនមកកំពុងតែគិតពិចារណាពួកគេក៏បានមកដល់នៅកន្លែងមួយទៀតពោពេញទៅដោយជួរនៃរូងភ្នំហើយនឹងព្រៃជាច្រើនឈិនមកក៏ចាប់ផ្ដើមមានការសង្ស័យហេតុអីក៏ចម្លែកដល់ថ្នាក់នេះគេរត់យូរណាស់មកហើយក៏ហេតុអីមិនទាន់ដល់គោលដៅទៀតអញ្ចឹងពួកគេចាំបានថាពួកគេបានឆ្លងកាត់នៅភូមិនេះហើយមានឆ្កែមួយក្បាលហេតុអីក៏វាត្រឡប់មកកាន់កន្លែងដើមរហូតអញ្ចឹងឈិនមកឲ្យលងផាំងនឹងបន្តដំណើរទៅខាងមុខទៀតក៏បានបើកនៅភ្នែករបស់ខ្លួនពិនិត្យមើលអាទិទេពទូធានក៏បានបង្ហាញខ្លួនផងដែរឈរនៅពីក្រោយពួកគេក៏ដឹងទីថានេះគឺជាតំបន់100ម៉ាយគ្រប់យ៉ាងត្រូវបានឃុំឃាំងដោយវេទមន្តចម្លែកដែលបានដាក់នៅទីនេះឈិមមកដូចជាធ្លាក់ចូលទៅក្នុងរូបភាពមួយដែលក៏កំពុងតែឆ្លងកាត់នៅភូមិនោះវិលចុះវិលឡើងឈិមមកក៏បានរកឃើញថានេះគឺជាវេទមន្តលំហទេតាអ្នកណាដែលត្រូវនឹងវេទមន្តនេះហើយពួកគេនឹងត្រូវជាប់ឃុំឃាំងក្នុងចម្ងាយ100ម៉ាយគេនឹងវិលចុះវិលឡើងហើយមិនខ្វល់ថាពួកគេចង់ទៅណានោះទេពួកគេត្រូវតែត្រឡប់មកកាន់កន្លែងដើមវិញហើយវានឹងចាប់ផ្ដើមសារជាថ្មីពួកគេនឹងជាប់នៅក្នុងអន្ទាក់នេះរហូតតទៅតែមិនអាចរកផ្លូវគេចបាននោះទេមើលទៅឈិនមកដូចជាជាប់គេនៅក្នុងគូប4ជ្រុងមួយដែលគ្រប់គ្រងដោយព្រះរាជាសក់សម្នាក់ដែលគាត់កំពុងតែអង្គុយរងចាំពួកគេនៅក្នុងខ្ទមដ៏កញ្ចាស់មួយព្រះជាម្នាក់នេះមើលទៅសាមញ្ញតែមានអាកំបាំងជាច្រើនដែលគួរខ្លាចខ្លាំងមែនទែនអ្នកទាំង4ក៏ត្រូវបានគេនាំមកកាន់ភូមិនោះដោយផ្ទាល់គឺកន្លែងដែលឆ្កែព្រុសនឹងឯងទិដ្ឋភាពនៅខាងមុខដូចជាភូមិខ្មោចអញ្ចឹងដែលគួរខ្លាចហូលីងអឺក៏គិតទៀតថាតើម្នាក់នោះឈានទៅដល់ level អីហេតុអីក៏ធម្មពលវាអាចជិះពួកយើងមកកាន់ទីនេះបានអញ្ចឹងមានតែដែនដីស្លាប់រស់តែប៉ុណ្ណោះឬក៏ដែនដីស្ពានទេពតាមមួយណាពិតប្រាកដឈិនមកគិតថាពួកយើងនឹងចូលទៅក្នុងភូមិតែពួកគេផិតភ័យខ្លាំងណាស់សូម្បីតែអតិទេពទូធានក៏គិតថាម្នាក់នោះ level យ៉ាងហោចណាស់ក៏គួរជាងឈិនមក4កម្រិតដែរបើសិនជាទៅនឹងត្រូវស្លាប់មិនខាននោះទេឈិនមកក៏តទៅវិញទៀតថាអ្នកណាក៏ដោយឲ្យតែរៀងៗគាត់មិនអាចត្រឡប់ទៅផ្ទះដើម្បីរៀបចំនៅបុណ្យចូលឆ្នាំចិនគាត់នឹងវាយជាមួយវាដល់ទីបញ្ចប់ពួកគេក៏សម្រេចចិត្តបន្តដំណើរចូលទៅក្នុងភូមិនោះតែម្ដងនៅតាមដងផ្លូវដ៏ស្ងាត់ជ្ងំសឹងតែគ្មានពន្លឺភ្លើងទៀននោះទេពួកគេអាចមើលផ្លូវបានតាមរយៈពន្លឺនៃព្រះច័ន្ទចាំងជះទៅលើអាកាសតែប៉ុណ្ណោះហូលីអឺនឹងក៏បានទាញនៅរោមរបស់លងផាំងវាភ័យពេកក៏បានស្រែកអស់មួយទំហឹងធ្វើឲ្យឆ្កែខ្មៅមួយក្បាលនោះផ្អើលទ្វារមួយក៏បានបើកឡើងព្រះជាម្នាក់មាននៅគោមនៅក្នុងដៃក៏បានចេញមកឈិនមកសម្លឹងកញ្ចាស់នោះដោយការមើងម៉ាត់ទីបំផុតក៏បានធ្វើការគោរពទៅកាន់រៀមច្បងម្នាក់នោះយ៉ាងគួរសមថាគាត់គ្រាន់តែជាអ្នកដំណើរដែលចង់ឆ្លងកាត់នៅកន្លែងនេះតែប៉ុណ្ណោះតែអាចផ្ដល់នៅកន្លែងឲ្យគាត់សម្រាកមួយរាត្រីបានដែរឬក៏អត់គាត់ក៏តទៅវិញទៀតថាភូមិនេះតូចខ្លាំងណាស់បន្ទប់សម្រាប់ភ្ញៀវគឺនៅទៅទេស្អាតតែម្ដងបើសិនជាលោកមេផាក់មិនយល់ទាស់ជាមួយនឹងកន្លែងតូចទាបទាំងអស់នេះទេលោកក៏អាចជ្រើសរើសនៅបន្ទប់សម្រាប់ដោយខ្លួនឯងទៅឈិនមកក៏តទៅវិញទៀតថាមើលទៅលោកដូចជាបានរៀបចំយ៉ាងពិសេសសម្រាប់ខ្ញុំរួចទៅហើយកញ្ចាស់នេះក៏ស្គាល់អំពីអត្តសញ្ញាណរបស់ឈិនមកផងដែរតែគាត់នោះគឺជាមេបកតូចនៃបបិសាចសួរចាស់នោះក៏តទៅវិញទៀតថាលោកជាដូចជាចោតប្រកាន់ខ្ញុំពេកហើយក៏បានធ្វើការណែនាំខ្លួនគាត់មានឈ្មោះថាឈិងសាន់ឈិនមកក៏សួរដោយត្រង់តើលោកមានគ្នាប្រមាណអ្នកក៏តទៅវិញទៀតថាឥឡូវនេះមានតែគាត់ម្នាក់ហើយនឹងឆ្កែរបស់គាត់មកក្បាលទៀតតែប៉ុណ្ណោះប៉ុន្តែនៅរាត្រីនេះគឺជារាត្រីប្រមូលផ្ដុំនៃការបន្សុទ្ធនៃបិសាចនិយាយងាយស្រួលទៅគឺប្រមាញ់បិសាចយ៉ាងតែម្ដងអាចជាមិនយូរនោះទេអ្នកភូមិផ្សេងទៀតនឹងមកដល់ឆាប់នេះក៏បានឡើងលើដើមឈើដើម្បីបំភ្លឺនៅចង្គៀងគោមមួយកុំឲ្យវាងងឹតពេកក៏គិតថាក្រុមនៃអ្នកប្រមាញ់បិសាចអាចជាធ្វើឲ្យលោកធុញទ្រាន់បន្តិចដូច្នេះសូមអភ័យទោសឲ្យពួកយើងផងឈិនមកក៏មានការផ្ចាល់ផងដែរអញ្ចឹងក៏តបទៅវិញយ៉ាងងាយស្រួលទៀតថាក្រុមនេះខ្ញុំគឺជាមេបកនៃបបិសាចសួរខ្ញុំនឹងចូលរួមជាមួយនឹងពួកលោកទៅចោះហើយក៏បានចាក់ចែងទៅឈិនមកក៏បានបន្តបន្ទប់មួយក៏សូមឲ្យឈិងសាននឹងនាំផ្លូវគាត់ផងហើយគាត់នឹងស្នាក់នៅក្នុងបន្ទប់នេះក៏បានជូនពរឈិនមកនឹងដេកលក់ស្រួលឈិនមកក៏ចាប់ផ្ដើមបិទទ្វារពន្លត់នៅភ្លើងទីនៅក្នុងបន្ទប់នៅខាងក្រៅដូចជាមានសត្វក្អែកមួយកំពុងតែយកសញ្ញាផ្ដល់សញ្ញាឲ្យគ្នារបស់ខ្លួនឈិនមកក៏ប្រាប់ទៅកាន់ពួកគេទៀតថាកុំនិយាយអីសូម្បីតែមួយម៉ានពួកឯងឆាប់ដេកទៅតែនិយាយរួចនឹងក៏អតិទេពទូធានក៏បាននិយាយយ៉ាងលឺទៀតថាកញ្ចាស់នោះបានក៏ហៅនៅគ្នារបស់វាមកហើយជាងឈិនមកក៏បានចុចជីបចតដើម្បីគ្រប់គ្រងវាទ្រង់វាក៏បានបើកឡើងចំណែកហូលីងអឺក៏បានចូលទៅក្នុងខ្លួនប្រាណរបស់វាដើម្បីបញ្ជានៅរាងកាយនោះទៅកន្លែងមួយឲ្យវាសម្រាកបន្ទាប់ពីវាដេកលក់ហើយនាងក៏បានចាក់ចេញមកវិញឈិនមកក៏បានប្រាប់ទៅកាន់ឡុងផាំងឯនឹងហូលីងអឺទៀតថាពួកឯងត្រូវតែដេកដាច់ខាតកុំឲ្យបើកភ្នែកឲ្យសោះឈិនមកក៏ចាប់ដើមរាប់ដៃបន្តិចគាត់គិតថាដល់ពេលវេលាដែលត្រូវចាប់ផ្ដើមគប់នៅកូនកំបិតមួយគាត់ក៏បើកនៅរូបគំនូរមួយផ្ទាំងឈិនមកក៏បានពំរែតខ្លួននៅលើគ្រែក៏
ក៏បានបញ្ចេញនៅខ្សែពណ៌មាសមួយហើយក៏បានដាស់តឿនហូលីងហើយនឹងឡុងផាំម្ដងទៀតថាពួកឯងកុំបើកភ្នែកឲ្យសោះមិនខ្វល់ថាមានរឿងអ្វីកើតឡើងនោះទេដាច់ខាតកុំបើកភ្នែកឈិនមកក៏បានបើកនៅផ្ទាំងគំនូរនោះទម្លាក់មកខាងក្រោមទោះបីជាពេលនេះពួកគេមិនទាន់ងុយដេកក៏ដោយក៏ប៉ុន្តែពួកគេព្យាយាមបិទភ្នែកហើយក៏មិននិយាយអ្វីសូម្បីតែមួយម៉ានខណៈពេលនោះយើងបានឃើញនៅដំណក់ឈាមខាប់ជាច្រើនធ្លាក់នៅលើដីតែវាគឺជាឈាមរបស់អ្នកណាជាងក៏លេចមកផ្នែកខាងក្រៅនៃភូមិនោះវិញព្រះចាំអ្នកកំពុងតែអង្គុយរងចាំនៅសមាជិករបស់ខ្លួនខណៈពេលនោះក៏បានឮសំឡេងពីខាងក្រៅភូមិដោយសុទ្ធកានកញ្ចាឈៀងសានទីថាហេតុអីក៏លោកដុតនៅចង្គៀងគុំកណ្ដាលរាត្រីអញ្ចឹងតែលោកបានស្វែងរកឃើញនៅមេដឹកនាំនៃបព្វវិស័យសួរហើយមែនទេមិនបង្អង់ពេលយូរក៏បានបញ្ចេញនូវវិតាមុនមួយដើម្បីបើកផ្លូវឲ្យអ្នកខាងក្រៅអាចចូលមកក្នុងភូមិបានយ៉ាងងាយស្រួលច្រកមួយក៏បានលេចចេញមកពួកគេក៏បានរត់ចូលទៅក្នុងភូមិនេះទៅម្ដងតាមពិតទៅអ្នកទាំង4គឺជាអា4ក្បាលដែលប្រមាណឈានមកការបញ្ឈុតមុនបំបញ្ញមិញនឹងឯងឈិងសានក៏បានទៅកាន់ពួកគេទៀតថាពួកគេបានរៀបចំរួចជាស្រេចអស់ហើយនៅក្នុងភូមិនេះក៏បានសុទ្ធកានគូយើតែគាត់នៅឯណាពួកគេក៏បានមកអោនមកចុះគ្រប់គ្នាហើយក៏បានទៅវិញទៀតថាយើងនឹងសម្លាប់អ្នកបិសាចនោះដើម្បីសងសឹកឲ្យគូយើវិនស៊ូចង់ចូលទៅមុនគេក៏ប៉ុន្តែសានរិនក៏ខាត់ប្រាប់ទៀតថាមេបិសាចនេះមិនមែនខ្លាំងនោះទេក៏ប៉ុន្តែវាពោពេញទៅដោយល្បិចជាច្រើនបើសិនជាវាអាចកោះហៅនៅបិសាចមកម្ដងទៀតពួកយើងចាប់មិនខាននោះទេតែកញ្ចាឈៀងសានក៏បានទៅវិញទៀតថាគាត់បានប្រើប្រាស់នៅលំហវិតាមុនដើម្បីឃុំឃាំងរួចហើយទោះបីជាវាអាចប្រើប្រាស់នៅវិធីបូជាឈាមក៏ហៅនៅបិសាចមកក៏គ្មានផ្លូវនោះដែរពេលនេះវាមានតែប្រើប្រាស់នៅដៃខ្លួនឯងផ្ទាល់ហើយទោះបីជាបិសាចនោះខ្លាំងខ្លាយ៉ាងណាក៏ដោយវាគ្រាន់តែជារូបបំផាន់នោះទេវាមិនមែនជាការពិតឡើយតែវ៉ាន់ស៊ូក៏តទៅវិញទៀតថាលោកកុំមើលស្រាលអាកូនបិសាចនោះឲ្យសោះពួកយើង4រូបរួមជាមួយនឹងគូយើវាយមិនឈ្នះវាផងតែវាគិតថាមានចំនួនពីរៀមច្បងជីងសានដែលឈានទៅដល់ដែនដីស្លាប់ព្រោះលើកនេះផែនការមិនអាចបរាជ័យម្ដងទៀតនោះទេគឺចាស់ជីងសានក៏ឲ្យពួកគេនឹងចិត្តត្រជាក់សិនទៅពួកគេមិនទាន់ធ្វើសកម្មភាពភ្លាមៗនោះទេរងចាំនៅអ្នកប្រមាញ់បិសាចដទៃទៀតមកដល់ទីនេះពួកគេនឹងយកជីវិតអាកូនបិសាចនោះតែម្ដងនៅក្នុងបន្ទប់របស់ឈិនម៉ូវិញឮតែសំឡេងនៃដំណក់ឈាមស្រក់ពេញបន្ទប់លីងអូក៏លួចបើកភ្នែកមើលខណៈពេលនោះក៏ឈិនម៉ូក៏បានយកដៃមកខ្ទប់ភ្នែកនាងទាន់តែឈិនម៉ូក៏បិទភ្នែកដូចគ្នាទោះបីជាគាត់កំពុងតែដើរក៏ដោយឈិនម៉ូក៏ឮសំឡេងនៅខាងក្រៅដែលមនុស្សជាច្រើនបានមកជួបជុំគ្នាអស់ហើយមើលទៅដូចជាវេទិកាតុកកាហ្វេអញ្ចឹងកញ្ចាឈៀងសានគិតថារាត្រីកាន់តែយប់ជ្រៅហើយដល់ពេលវេលាដែលពួកគេត្រូវកំចាត់នៅមេដឹកនាំនៃបព្វវិស័យសួរស្វែងរកយុត្តិធម៌ឲ្យគូយើរួមជាមួយនឹងវីរៈបុរសដែលបានស្លាប់នៅឯទីក្រុងតាសៀងទាំងអស់ពួកគេក៏បានលើកពេញកាត់ដើម្បីអបអរសាទរទៅដល់ព្រលឹងវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទៅរំលឹកដល់វិញ្ញាណក្ខន្ធអធិស្ឋានមិនមែនអបអរសាទរនោះទេបាទពួកគេក៏ឆ្ពោះទៅរកបន្ទប់ដែលឈិនម៉ូបានដេកប្រជាជនសឹងក៏អានឲ្យវិនស៊ូទៅមុនគេវាលើកនៅដៃរបស់ខ្លួនកាត់ផ្ដាច់សោនិងបើកទ្វារចូលទៅនៅពេលដែលវាបើកភ្នែកឡើងដូចជាមានធម្មពលអ្វីមួយយ៉ាងស្រូបយកទៅក្នុងភ្នែករបស់វាក្នុងពេលនោះវានៅតែឈរត្រឹងមួយកន្លែងមិនព្រមធ្វើអ្វីទៅសោះម្នាក់ទីនោះក៏បានចូលទៅសួរថាលោកចង់មិនហើយចាប់ស្មាវាបន្តិចវាងាកមកវិញវាហាមាត់បានបន្តិចឈាមក៏ចាប់ផ្ដើមស្រក់ចេញពីភ្នែកពួកគេសម្លឹងមើលទៅការភ្ញាក់ផ្អើលសងប៊ូសានឈរកៀងមួយសន្ទុះដែលបានឃើញក្បាលរបស់វិនស៊ូជ្រុះដាច់ពីខ្លួនភ្លាមតែម្ដងពួកគេផិតភ័យខ្លាំងណាស់ពួកគេសង្ស័យតែនៅក្នុងបន្ទប់អាចជាមានអ្នកខ្លាំងម្នាក់តែគូសរសៃសាច់រឿងរបស់យើងក៏ស្លាប់តែប៉ុណ្ណេះ